សូមជូនរឿងគង្ហៀនកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់ដែលតែងតែអួតប្រាប់គេឯងថាគាត់ជាអ្នកខ្លាំងពូកែសាហាវគាត់មានភរិយាដ៏ល្អពីរនាក់គឺនាងអាំនិងនាងគុំនៅក្នុងភូមិនេះគ្មានអ្នកណាខ្លាំងជាងខ្ញុំទេទោះបីជាមានសត្វសាហាវយ៉ាងណាក៏ខ្ញុំមិនខ្លាចដែរថ្ងៃមួយអ្នកគង់បានបបួលប្រពន្ធទាំងពីរនាក់ធ្វើដំណើរទៅលេងបងប្អូននៅឯស្រុកឆ្ងាយផ្លូវទៅស្រុកនោះឆ្ងាយណាស់ហើយឮថាមានសត្វសាហាវផងបងត្រូវប្រយ័ត្នណាពួកគេបានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់វាលស្រែនិងព្រៃភ្នំដ៏ស្រស់ស្អាតដោយទឹកមុខសប្បាយរីករាយកុំបារម្ភអីអូនទាំងពីរមានបងនៅទីនេះទោះជាមានយក្សក៏បងវាយឲ្យខ្ទេចដែរលុះដល់ពេលរសៀលពួកគេបានដើរចូលទៅដល់ព្រៃជ្រៅមួយដែលអ្នកស្រុកតែងតែល្បីថាមានខ្លាសាហាវព្រៃនេះស្ងាត់គួរឲ្យខ្លាចណាស់បងកុងពួកយើងគួរតែប្រញាប់ដើរឲ្យលឿនបន្តិចភ្លាមនោះស្រាប់តែមានខ្លាធំមួយក្បាលលោតចេញពីគុម្ពព្រៃក្រហឹមយ៉ាងកងរំពងទាមទារចំណីពួកឯងជាអ្នកណាហ៊ានដើរកាត់ទឹកដីរបស់ខ្ញុំដោយសេចក្តីភ័យខ្លាចយ៉ាងខ្លាំងអ្នកគង់ដែលធ្លាប់តែអួតក៏រត់ប្រះអាយុចោលប្រពន្ធទាំងពីរជួយផងខ្លាស៊ីឥឡូវអើយខ្ញុំមិនចង់ស្លាប់ទេតាយាយអើយគាត់បានរត់ទៅលាក់ខ្លួនយ៉ាងជិតឈឹងនៅក្នុងរូងដើមឈើធំមួយញ័រខ្លួនទៅត្រឹកដូចកូនកណ្ដុរសុំកុំឲ្យខ្លាឃើញខ្ញុំអីខ្ញុំខ្លាចណាស់លោកអើយប៉ុន្តែនាងអាំនិងនាងគុំជាស្ត្រីក្លាហានពួកនាងមិនរត់ឡើយថែមទាំងយកដំបងឈើមកតតាំងនឹងសត្វខ្លាទៀតផងយើងមិនត្រូវចោះចាញ់ទេប្អូនពួកយើងត្រូវតែការពារខ្លួនស្ត្រីទាំងពីរបានប្រើកម្លាំងសាមគ្គីប្រយុទ្ធជាមួយខ្លាយ៉ាងស្វាហាប់រហូតដល់ខ្លានោះដួលស្លាប់ទីបំផុតពួកយើងវាយឈ្នះសត្វខ្លាសាហាវនេះហើយពេលខ្លាស្លាប់បាត់ទៅហើយទើបអ្នកគង់ហ៊ានចេញពីរូងឈើមកធ្វើជាវាយខ្លាថែមហើយអួតខ្លួនជាអ្នកខ្លាំងទៅវិញមិនដែរអូនសម្លាញ់បើគុំតែបានស្នៀតគុំរបស់បងជួយវាយថែមម្លេះខ្លានេះស៊ីពួកអូនបាត់ទៅហើយក្រោយពីការប្រយុទ្ធស្ត្រីទាំងពីរនាក់បានចាប់ផ្ដើមចងសត្វខ្លានោះឲ្យជាប់ដើម្បីសែងយកទៅស្រុកអ្នកគង់ដែលជាប្តីកំសាបានត្រឹមតែឈរមើលនិងបញ្ជាប្រពន្ធឲ្យធ្វើការយ៉ាងក្រអឺតក្រទមចងឲ្យជាប់ណាអូនសត្វខ្លាធំនេះជាជ័យជំនះរបស់បងពួកយើងត្រូវតែយកវាទៅបង្ហាញឲ្យអ្នកស្រុកបានឃើញពួកគេបានចាប់ផ្ដើមសែងសត្វខ្លាធំចេញពីព្រៃទោះជាលំបាកយ៉ាងណាក៏ដោយក៏នាងអាំនិងនាងគុំនៅតែប្រឹងប្រែងខណៈអ្នកគង់ដើរអួតខ្លួនដូចជាវីរៈបុរសលំបាកណាស់សត្វខ្លានេះធ្ងន់ពេកហើយបងកុងហេតុអ្វីមិនជួយពួកយើងផងភ្លាមនោះព័ត៌មានអំពីបរិសដែលចាប់ខ្លាបានរាលដាលពាសពេញភូមិអ្នកស្រុកគ្រប់រូបនាំគ្នាមកមើលសត្វសាហាវដ៏ធំសម្បើមនេះដោយសេចក្តីស្ញប់ស្ញែងនិងភ័យខ្លាចមើលនោះសត្វខ្លានេះធំជាងក្របីទៅទៀតតើបរិសម្នាក់នេះចាប់វាដោយរបៀបណាភរិយាទាំងពីរបានព្យាយាមបញ្យល់អ្នកភូមិអំពីការពិតនៃការប្រយុទ្ធរបស់ពួកគេប៉ុន្តែហាក់ដូចជាគ្មាននរណាម្នាក់ជឿសម្ដីរបស់ពួកនាងឡើយពូអើយមែនតែនទៅគឺខ្ញុំនិងនាងគុំទេដែលវាយខ្លានេះងាប់ដោយដំបងឈើបងកុងគាត់រត់ទៅលាក់ខ្លួនឯណោះអ្នកគង់បានសើចចំអកប្រពន្ធរួចចាប់ផ្ដើមភូតកុហកយ៉ាងធំដុំគាត់បានអះអាងថាសត្វខ្លានេះត្រូវស្លាប់ដោយសារតែថ្វីដៃរបស់គាត់តែម្នាក់ឯងប៉ុណ្ណោះហាពួកឯងជឿសម្ដីស្រីអស់នឹងទេគ្មានស្រីណាខ្លាំងអាចវាយខ្លាងាប់ទេគឺខ្ញុំទេដែលប្រើធ្នាតគុណពិសេសដើម្បីឲ្យអ្នកស្រុកជឿកាន់តែខ្លាំងអ្នកគង់បានធ្វើពុតជាសម្ដែងស្នៀតគុណយ៉ាងសាហាវដូចជាកំពុងប្រយុទ្ធនឹងខ្លាមែនតែនមើលចុះនេះគឺជាស្នៀតគុណនាគហោះវាយខ្លាដែលខ្ញុំបានប្រើដើម្បីសម្លាប់វាមិនដែរដោយសេចក្តីស្ញប់ស្ញែងនិងភាពក្លាហានរបស់គាត់អ្នកស្រុកក៏បានឲ្យឈ្មោះគាត់ថាគង់ហ៊ានតាំងពីពេលនោះមកឈ្មោះរបស់គាត់ល្បីល្បាញពេញនគរអ្នកគឺពិតជាបរិសក្លាហានមែនចាប់ពីថ្ងៃនេះទៅអ្នកមានឈ្មោះថាគង់ហ៊ានអរគុណលោកតាសម្រាប់ពរជ័យនេះកែតឈ្មោះរបស់គង់ហ៊ានបានឮទៅដល់ព្រះមហាក្សត្រទ្រង់បានបញ្ជូនចារបុរសឲ្យមកស៊ើបមើលការពិតជាអស្ចារ្យណាស់ពួកយើងត្រូវតែនាំដំណឹងនេះទៅថ្វាយព្រះមហាក្សត្រឲ្យបានលឿនបំផុត
ក្រោយមកទៀតព្រះមហាក្សត្របានបញ្ជូនសេនាស្ដេចមកអញ្ជើញគង្ហៀនឲ្យចូលគាល់នៅរាជវាំងពួកគេនាំមកនៅសេចក្តីប្រកាសរាជវាំងដ៏សំខាន់គង្ហៀនព្រះមហាក្សត្រទ្រង់សពព្រះរាជហឫទ័យសូមអញ្ជើញអ្នកចូលគាល់ជាប្រញាប់គង្ហៀនត្រូវបានតែងតាំងជាមេទ័ពធំសម្រាប់ការពារនគរគាត់បានទទួលការគោរពយ៉ាងខ្លាំងពីព្រះមហាក្សត្រខ្ញុំទទួលយកកិត្តិយសនេះខ្ញុំនឹងបង្ហាញឲ្យព្រះមហាក្សត្រឃើញថាខ្ញុំគឺជាមេទ័ពខ្លាំងពូកែបំផុត